នៅទីនេះហើយដែលជាកន្លែងដែលខ្ញុំធ្លាប់ឃ្វាលក្របីកាលពីក្មេងមានថ្ងៃខ្លះដោយសារតែខ្ជិលក៏ត្រូវបានបងប្រុសវាយនិងវាលស្រែនេះក៏មានដែរហើយមានពេលខ្លះទៀតដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំធ្វើឲ្យក្របីដាច់ខ្សែចំណងហើយទៅស៊ីស្រូវរបស់អ្នកស្រុកក៏មានដែរទីនេះគឺជាស្រុកកំណើតអ្នកណាក៏មានស្រុកកំណើតដែរពេលខ្ញុំនិយាយដល់ស្រុកកំណើតបងប្អូនដែលបានស្ដាប់ឮច្បាស់ជាគិតដល់អនុស្សាវរីយ៍កាលនៅក្មេងៗជាពិសេសការចងចាំនៅរឿងល្អៗនៅក្នុងជីវិតខ្ញុំជឿជាក់ថាបងប្អូនម្នាក់ៗក៏មិនចង់ចាក់ចេញពីស្រុកកំណើតដែរប៉ុន្តែដោយសារតែការទ្រទ្រង់ជីវភាពនិងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបង្ខំចិត្តឲ្យបងប្អូនចាក់ចេញឆ្ងាយពីស្រុកដើម្បីទៅធ្វើការនៅតាមបណ្ដាខេត្តឬក៏ក្រុងហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យបងប្អូនបានចាក់ឆ្ងាយចាក់ចេញពីស្រុកកំណើតទាំងអស់នេះមិនមែនជាបញ្ហានោះទេពីព្រោះថានារដូវកាលបុណ្យចូលឆ្នាំនារដូវកាលបុណ្យភ្ជុំបិណ្ឌឬក៏ពេលមានកម្មវិធីបុណ្យធំៗម្ដងខ្ញុំតែងតែឃើញវត្តមានបងប្អូនដែលគាត់ធ្វើការនៅឆ្ងាយៗពីស្រុកហ្នឹងគាត់មកលេងផ្ទះមកលេងគ្រួសារមកលេងបងប្អូនសប្បាយនឹងកម្មវិធីបុណ្យទាំងនោះបើទោះបីពួកគាត់ចាក់ចេញពីស្រុកកំណើតក៏ពិតមែនប៉ុន្តែសមិទ្ធផលដែលពួកគាត់ត្រឡប់មកវិញគឺឃើញថាអ្នកខ្លះក៏ធ្វើផ្ទះថ្មីអ្នកខ្លះក៏មានផ្ទះធំទំនំខ្ពស់ចំណែកឯអ្នកខ្លះទៀតគាត់ក៏បានទិញដីទិញធ្លីដាំដំណាំប្រភេទផ្សេងៗហើយក៏មានប្រាក់មានអីសម្រាប់ផ្គត់ផ្គង់កូនរបស់គាត់នឹងសិក្សាទៅរៀនថ្នាក់ខ្ពស់បន្ថែមទៀតទាំងនេះគឺសុទ្ធតែកើតចេញពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរពីប្រជាជននិងស្វែងរកអ្នកវិនិយោគមកវិនិយោគនៅកម្ពុជាយើង។